សួស្តីបងប្អូនជាងជួសជុលម៉ូតូយើងទាំងអស់គ្នាបាទថ្ងៃនេះយើងទទួលបាន Smart Key មួយឈុតទៀតហើយប្រភេទ Scoopy 025ណាបាទអញ្ចឹងអានេះគឺយើងទទួលបានតែ board ហើយនឹងជាមួយ Magneto ណាបាទ board ហើយនឹង Magneto មានន័យថាបាត់ tele ហើយបាត់ Recode បាទអញ្ចឹងយើងយកមកគឺធ្វើការបាទទាញ Recode ដើម្បីចម្លង tele តែដោយគាត់ផ្ញើមកជាមួយនឹង Magneto បាទប្រភេទKey Indonesia 025ណា Scoopy គឺយើងអាចអានចេញពីMagneto បានបាទដើម្បីយក Recode មកចម្លង tele ណាក្នុងករណីបាទ Recode ដើមបាទ tele ដើមរបស់វាគឺយើងអាចចម្លង tele បានណាបងប្អូនណាក្នុងករណីប្រសិនបើយើងបញ្ចូល tele ច្រើនគ្រាប់ហើយប្រភេទពួក21បកគោលនេះដូចដឹងស្រាប់បងប្អូនណាគឺយើងអានចេញពី Magneto មកគឺมันអាចចម្លង tele បានទេបាទអញ្ចឹងសម្រាប់ថ្ងៃនេះគឺយើងធ្វើការអាន Recode បាទចេញពី Magneto ណាដោយយើងមិនចាំបាច់ធ្វើការវះបតទេតែក្នុងករណីប្រសិនបើយើងអាន Recode ពី Magneto យកមកធ្វើការចម្លង tele ហើយចម្លងមិនបានបាទចុងក្រោយគឺយើងមានតែធ្វើការវះបតដដែលទេណាបងប្អូនបាទអញ្ចឹងអានេះ tele យើងត្រៀមទុកណាបាទអញ្ចឹងសម្រាប់ការអានចេញពី Magneto ដោយយើងប្រើជាមួយនឹងម៉ាស៊ីន Scan CDY 500 Pro របស់យើងបាទអញ្ចឹងសម្រាប់បងដែលប្រើជាមួយនឹងម៉ាស៊ីន Scan CDY ហើយបានជាមួយបានបញ្ចូលជាមួយនឹងកម្មវិធី Key Program តាយើងមកមើលទាំងអស់គ្នាបាទអញ្ចឹងជាដំបូងបាទបងប្អូនធ្វើការនេះណាអាន Recode ចេញពី Magneto ហ្នឹងគឺបងប្អូនអត់ចាំបាច់ប្រើ adapter ទេបងប្អូនប្រើជាមួយនឹងឌុយបាទ6បកគោល OBD 6 pin ណាបាទដោយអាសង្ខ023យើងហ្នឹងណាបាទយើងដោតជាប់ជាមួយនឹងឌុយទៅន័យទៅតោះឥឡូវយើងចាប់ដើមចូលជាមួយនឹងកម្មវិធី Key Program របស់យើងតោះបាទអញ្ចឹងយើងយកផងដែរណាបាទអូខេបាទសម្រាប់ការអានចេញពី Magneto សូមបញ្ជាក់បងប្អូនណាយើងចូលលេខរៀងទី5ណាអាន ECM IMMO OBD ID ណាអូខេបាទអញ្ចឹងប្រភេទ Magneto នេះណាបងប្អូននេះ Magneto នេះប្រភេទ Magneto Key Hin ណាប្រភេទ Indonesia បាទមិនចោលសៀមទេណាបាទសូមបញ្ជាក់អញ្ចឹង Indonesia បាទយើងត្រូវប្រកាសតិចណាបាទអញ្ចឹង Indonesia គឺយើងអាចអានបានដែរណាបាទអញ្ចឹងយើងចុច OK មួយទៀតបាទអញ្ចឹងយើងយក Smart Key បាទអញ្ចឹងមកដល់កន្លែងនេះយើងធ្វើការយក Smart Key IMMO ណាបាទអញ្ចឹងចាប់ដើមធ្វើការបាទអានណាបាទយើងភ្ជាប់មុខងារហើយអូខេចុច OK មកបាទអញ្ចឹងចុចមួយទៀតបាទបងប្អូនអញ្ចឹងបន្ទាប់ពីចាប់ដើមចុចមកដល់កន្លែងនេះបងប្អូននឹងឮសលេងណាបាទអញ្ចឹងឲ្យឮសលេងហ្នឹង4 5ទឹកហើយយើងចាប់ដើមបុកភ្លើងណាឲ្យភ្លើងមានចូលក្នុង Magneto ហើយខ្ញុំកែអាលៀណាបាទយើងកែអាលៀធ្វើការដោតបាទប៉ងបញ្ចូលមកងាយស្រួលណាបាទអញ្ចឹងយើងមករងចាំធ្វើការអានទាំងអស់គ្នាបាទនេះជាការដំណើរការអានណាអានចេញពី Magneto ហ្នឹងគឺអានបាន smooth មែនតើណាបាទម៉ាស៊ីនយើងគឺ direct ត្រង់យើងអត់មានប្រើអ៊ីនធឺណិតទេអញ្ចឹងយើងអានបានលឿនបងប្អូនណាបាទអូខេបងប្អូននេះបាទយើងអានបានហើយបងប្អូនណាបាទណាបាទពីខ្ទង់នេះគឺលេខតែមួយទេអញ្ចឹងបងប្អូនអាចយកលេខនេះទៅធ្វើការចម្លង tele ហើយថ្ងៃនេះខ្ញុំអត់សូមបង្ហាញវែងទេខ្ញុំសូមធ្វើវីដេអូខ្លីៗដោយសារតែមានបងប្អូនដែលបានបញ្ចូលជាមួយនឹងកម្មវិធី Key Program គាត់ស្នើសុំឲ្យធ្វើវីដេអូបាទណាបង្ហាញពីរបៀបការអានចេញពី Magneto ហ្នឹងតើអានយ៉ាងម៉េចប្រភេទ Scoopy 025អញ្ចឹងថ្ងៃហ្នឹងយើងបានឱកាសបាទយើងធ្វើការអានចេញពី Magneto អញ្ចឹងលេខហ្នឹងបងប្អូនយកទៅភ្ជាប់ជាមួយ adapter ដើម្បីធ្វើការចម្លង tele ណាបាទហើយខ្ញុំថ្ងៃនេះបាន2ឈុតណាអានេះ K36 ប្រភេទមួយទឹកអានេះយើងធ្វើការតេស្តចង់ដឹងថា Magneto មួយទឹកនេះគឺធ្វើការ renew ហើយនៅអញ្ចឹងជួបគ្នាក្នុងវីដេអូក្រោយណាហើយសម្រាប់បងប្អូនដែលត្រូវការជាមួយនឹងម៉ាស៊ីន Scan CDY គឺបងប្អូនអាចតំណែងមកក្រុមការងារឬក៏បងប្អូនអាចតាក់ទងមកខាងខ្ញុំបានណាបាទអញ្ចឹងសូមអរគុណច្រើនចាមានតែប៉ុណ្្នឹងទេបាទអរគុណច្រើន